ហើយទូរស័ព្ទនេះអេក្រង់ល្អអេក្រង់ច្បាស់អេក្រង់ធំហើយកម្រិត CPU មធ្យមហើយថ្មធំនេះធ្វើអញ្ចឹងដើម្បីអីនៅពេលដែលខ្ញុំបានទទួលទូរស័ព្ទនេះភ្លាមខ្ញុំក៏បានយកសាកល្បងនៅក្នុងការប្រើប្រាស់ទៅលើការថតនៅតែម្ដងនេះឃើញទេរូបហ្នឹងថតនេះហើយអ្វីដែលគួរចាប់អារម្មណ៍ខ្លាំងហ្មងគឺការធ្វើ skin edit smooth ស្អាតដូចធម្មជាតិមិនមែនលើសពេកទេនេះគឺ Vivo V50 Lite ជាទូរស័ព្ទចេញថ្មីរបស់ Vivo ប្រើដោយបច្ចេកវិទ្យាថ្មចុងក្រោយយើងហៅថា Blue Wall Battery ដែលមានកម្លាំងថ្មរហូតដល់ 6500 mAh ប៉ុន្តែទូរស័ព្ទស្ដើងឯងត្រឹមតែ 7.8 mm ប៉ុណ្ណោះមានអេក្រង់ធំ 6.77 អ៊ីនហើយជាមួយនឹង refresh rate 120Hz ចំពោះបន្ទះ chip វិញគឺប្រើដោយ Qualcomm Snapdragon 685ផ្នែកកាមេរ៉ាខាងក្រោយគឺថតបាន50 megapixel កាមេរ៉ាគោលនេះហើយជាមួយនឹងមួយទៀតគឺជាប្រភេទ bokeh កាមេរ៉ាដឹងពីជម្រៅធ្វើឲ្យវាបែងចែក background ហើយជាមួយនឹង subject ធ្វើឲ្យ blur background នឹងបានល្អចំពោះកាមេរ៉ាគោលនេះគឺប្រើដោយ Sony IMX 882មាន aperture ធំ 1.8 ធ្វើឲ្យពន្លឺចូលបានច្រើនកាមេរ៉ាគោលមួយនេះគឺដើរតួទៅជា lens 2 lens 1x និង lens 2x ប្រើសម្រាប់ការថតទូទៅគឺគុណភាពអាចទទួលយកបានដោយអ្វីដែលអ្នកទាំងអស់គ្នាកំពុងឃើញអញ្ចឹងថតជាវីដេអូវិញកាមេរ៉ាខាងក្រោយនេះគឺថតបានក្នុងកម្រិត Full HD 30 frame ហើយចំពោះកាមេរ៉ាខាងមុខនេះវិញថតបាន Full HD 30 frame ដូចគ្នាកាមេរ៉ា selfie ដែលរាងជារង្វង់មូលទម្លុះអេក្រង់នេះថតបានក្នុងកម្រិត32 megapixel ធ្វើឲ្យការថត selfie របស់យើងមានទំហំ megapixel ខ្ពស់សម្រាប់ការ post នៅក្នុង social media គឺនឹងបានច្បាស់ល្អដូចគ្នាដែរហើយបន្ថែមពីលើនឹងទៀតគឺមុខងារ AI skin edit សម្រាប់ Vivo លក្ខណៈពិសេសកន្លងមកគឺក្រៅពី hardware ផ្នែកសំខាន់របស់ម៉ាស៊ីនហើយគឺបូកជាមួយនឹង software ដែលជួយ edit skin នៅពេលដែលយើងថតគឺវាមានមុខងារច្រើនមែនទែននៅក្នុងការជ្រើសរើសដើម្បីឲ្យការថតរបស់យើងបានល្អជាពិសេសគឺការថតបែប portrait ថតត្រឹមស្មាត្រឹមមុខឬក៏ថត selfie ត្រឹមទម្រង់មុខអីហ្នឹងគឺយើងអាចកែទម្រង់មុខទៅជាស្រួចឬក៏ពង្រីកពង្រួមទៅតាមអ្វីដែលយើងស្រឡាញ់ចូលចិត្តហើយជាមួយនឹងធ្វើឲ្យ skin mod បានផងដែរចំណុចសំខាន់មួយទៀតរបស់ Vivo V50 Lite នេះគឺមានពន្លឺ LED មួយខាងក្រោយនេះដែលមានឈ្មោះថា Aura Light គឺមានទំហំធំជាង LED ធម្មតាដែលវាធ្វើឲ្យកម្លាំងជះពន្លឺបានល្អប្រសើរហើយយើងអាចប្រើបានសម្រាប់ការថត photo និង video អ្វីដែលពិសេសហ្នឹងគឺត្រង់ថាកម្រិតពន្លឺនិងអូតូម៉ាទិកទៅតាមកន្លែងទៅតាមពណ៌វាមានប្រសិទ្ធភាពខ្ពស់បំផុតនៅពេលដែលពន្លឺទៅលើផ្ទៃមុខតួអង្គដែលយើងថតនៅយើងស្ទើរ Aura Light នឹងអាចជួយបានច្រើនប៉ុន្តែបើក្នុងលក្ខខណ្ឌដែលពន្លឺកន្លែងល្ងិតឈឹងហ្មងទូទៅមិនថាជាកាមេរ៉ាធំទូចអីទេនៅពេលដែលអត់មានពន្លឺហ្មងទោះបីជាភ្លើងទូចគឺអត់អាចជួយបានទេតើភ្លើងធំតម្រងសម្រាប់ Aura Light នេះគឺវាជួយនៅក្នុងលក្ខខណ្ឌមួយចំនួនដូចជាយើងថតនៅក្នុងផ្ទះយើងថតបែបប្លង់ពាក់កណ្ដាលខ្លួនថតប្លង់មុខអីហ្នឹងគឺវាជួយបានច្រើនធ្វើឲ្យទម្រង់តួអង្គមុខដែលយើងថតហ្នឹងភ្លឺស្អាតល្អអ្វីដែលអ្នកទាំងអស់គ្នាឃើញនេះគឺជាសកម្មភាពនៅក្នុងការថតរូបភាពជាគំរូដើម្បីប្រើប្រាស់នៅក្នុងកម្មវិធីដាក់សម្ពោធផ្លូវការរបស់ទូរស័ព្ទនេះនៅក្នុងប្រទេសកម្ពុជាយើងនេះឃើញទេរូបហ្នឹងថតនេះនៅខាងណាមួយទៀតនេះគុណភាពរូបដែលចេញពីទូរស័ព្ទនេះគឺយើងអាចយកមកប្រើប្រាស់បាននៅក្នុងការធ្វើជាគំរូរូបភាពអស់ទៅនឹងបើសិនជា post នៅក្នុង social media គឺវាត្រូវតែម្ដងប៉ុន្តែបើសិនជាយើងយកប្រើ print ខ្នាតធំគឺវាមិនសូវជាទំនងទេព្រោះដោយសារទូរស័ព្ទនេះមិនមែនជាទូរស័ព្ទដែលតម្រូវជាមួយនឹងការប្រើប្រាស់រូបភាពសម្រាប់ print បែបនោះទេប៉ុន្តែសម្រាប់ការប្រើប្រាស់ដូចជាការថតតខ្លួនថតរូបភាពទៅលើផលិតផលការថតរូបភាពទូទៅទេសភាពអីផ្សេងៗសម្រាប់ post នៅក្នុង social media អាចជា Facebook អាចជា TikTok អីគឺអត់មានបញ្ហាទេគឺអាចទទួលយកបានហើយអ្វីដែលគួរចាប់អារម្មណ៍ខ្លាំងហ្មងគឺការធ្វើ skin edit smooth ស្អាតដូចធម្មជាតិមិនមែនលើសពេកទេប៉ុន្តែយ៉ាងណាក៏ដោយមើលពីលក្ខណៈនៃការសេរីវាផងព្រោះដោយសារមុខងារទូរស័ព្ទនេះមានច្រើនមែនទែនហើយជាពិសេសពេលដែលយើងថត portrait ព្យាយាមប្រើ 2x ទៅគឺយើងឃើញទម្រង់ស្អាតអត់វាចអត់ប៉ោងអីទេរួចហើយក៏ skin mod ល្អដែរ
V50 Lite នេះគឺប្រើដោយថ្មដែលមានទំហំ 6500 mAh ជាប្រភេទ Silicon Carbon Vivo ដាក់ឈ្មោះថា Blue Wall Technology សម្រាប់កម្លាំងថ្មនេះវិញគឺវាមាន power density ខ្ពស់ឬក៏យើងហៅថា energy density នឹងខ្ពស់មានន័យថាទំហំថ្មរួមតូចប៉ុន្តែមានកម្លាំងខ្លាំងដែលធ្វើឲ្យតួទូរស័ព្ទស្ដើងបានល្អដដែលលក្ខណៈពិសេសមួយទៀតគឺគ្រប់គ្រងជាមួយនឹងកម្លាំងសាកដល់90 W គឺទូរស័ព្ទនេះវាអាចដើរតួទៅជា power bank តូចមួយបានព្រោះដោយសារមិនវាអាច reverse charge ទៅវិញបានក្នុងកម្លាំង 6 W ដែរអញ្ចឹងយើងអាច charge ទៅជាកាសឬក៏ទូរស័ព្ទផ្សេងៗដែលគ្រប់គ្រងជាមួយនឹងការសាក 5V V50 Lite នេះគឺមានទំហំ RAM Gold 8GB ហើយជាមួយនឹង storage 256ចំពោះបន្ទះ chip វិញគឺប្រើដោយ Qualcomm Snapdragon 685ចំពោះទំហំ RAM storage ហើយជាមួយនឹងកម្រិតបន្ទះ chip នេះគឺជាកម្រិតមួយដែលដើរស៊ីសង្វាក់គ្នាមានន័យថាវាមិនមានចំណុចណាមួយដែលលើសនិងខ្វះគ្នាខ្លាំងទេវាប្រហាក់ប្រហែលគ្នាអញ្ចឹងធ្វើឲ្យការប្រើប្រាស់ហ្នឹងវារលូនវាសមរម្យបូកផ្សំគ្នាជាមួយនឹងបន្ទះ chip នេះដែលប្រើថាមពលតិចហើយនឹងទំហំថ្មដែលធំអាចនិយាយបានថា V50 Lite នេះគឺនឹងផ្ដល់ប្រសិទ្ធភាពក្នុងការប្រើប្រាស់រយៈពេលបានយូរម៉ោងរៀងរាល់ពេលដែលយើងសាកម្ដងតែម្ដងបន្ថែមពីលើទៀត model ថ្មីនេះបំពាក់ជាមួយនឹងបច្ចេកវិទ្យា3សំខាន់ដែលធ្វើឲ្យការប្រើប្រាស់រយៈពេលវែងរហូតដល់50ខែធានានឹងការប្រើប្រាស់ smooth ល្អហ្នឹងទី1គឺបច្ចេកវិទ្យា memory enhancement technology នេះគឺជាវិធីសាស្ត្រមួយគឺធ្វើឲ្យទំហំ RAM ហ្នឹងកើនឡើង2ដង 8GB ក្លាយទៅជា 16GB ដែលអាចធ្វើឲ្យយើងបើក website ឬក៏បើករូបភាពឬក៏វីដេអូព្រមទាំងការលេង game ហ្នឹងអាចបើក app បានច្រើនក្នុងពេលតែមួយបច្ចេកវិទ្យាសំខាន់ទី2គឺ priority scheduling នេះគឺមានន័យថារៀងរាល់ពេលដែលយើងបើក app ច្រើនទូរស័ព្ទនឹងប្រើបច្ចេកវិទ្យានេះដើម្បីបែងចែកថាតើអ្វីដែលយើងកំពុងតែប្រើប្រាស់តើអ្វីដែលសំខាន់តើអ្វីដែលនឹងចុចបន្ទាប់ទៀតអញ្ចឹងវាផ្ដល់អាទិភាពបញ្ជូនកម្លាំង processor CPU និង RAM ទាំងអស់ហ្នឹងទៅលើការងារដែលកំពុងតែដំណើរការសំខាន់នឹងចំពោះកម្មវិធីឬក៏អ្វីផ្សេងទៀតដែលមិនទាន់សំខាន់គឺនឹងបែងចែកទៅផ្នែកបន្តក្រោយទៀតអញ្ចឹងធ្វើឲ្យអ្វីដែលយើងប្រើប្រាស់ភ្លាមៗនោះប្រើទៅវាហាក់បីដូចជាស្ទុះល្អជាងហើយបច្ចេកវិទ្យាសំខាន់ទី3ដែលបន្ថែមទៅលើ model នេះគឺ Smart Storage Pro នេះគឺជាបច្ចេកវិទ្យាមួយដែលធ្វើឲ្យការប្រើប្រាស់ memory របស់យើងពេលដែលយើងថតរូបឬក៏យើង copy file ឬក៏យើងបើកអីចឹងទៅវារៀបចំ file អស់ទាំងហ្នឹងលំដាប់លំដោយល្អជាងអញ្ចឹងធ្វើឲ្យមិនមានបញ្ហា cluttering មានលំដាប់លំដោយត្រឹមត្រូវណារឿងសំខាន់នៅក្នុងផ្នែកនេះដែរគឺតាក់ទងជាមួយនឹងការ compress ធ្វើឲ្យទំហំ file ហ្នឹងតូចជាងមុនធ្វើឲ្យ storage 256របស់យើងប្រើបានច្រើនជាងធម្មតាហើយទូរស័ព្ទនេះអេក្រង់ល្អអេក្រង់ច្បាស់អេក្រង់ធំហើយកម្រិត CPU មធ្យមហើយថ្មធំនេះធ្វើអញ្ចឹងដើម្បីអីនេះគឺជាការរៀបចំមួយដែលល្អប្រសើរដើម្បីឲ្យទូរស័ព្ទនេះប្រើបានយូរម៉ោងក្នុងពេលដែលយើងសាកម្ដងហ្នឹងដូចជាការលេងហ្គេមដូចជាការមើលវីដេអូដូចជាការមើលរូបអីគឺត្រូវការបែបអញ្ចឹងថ្មធំ CPU មធ្យមប៉ុន្តែអេក្រង់ល្អមុខងារបន្ថែមទៀតគឺ AI Deep Integration ជាមួយនឹង Google យើងអាចប្រើមុខងារ Circle to Search with Google ដោយគ្រាន់តែចុចទៅលើ Home Screen ហើយគូររង្វង់ទៅលើអ្វីដែលយើងចង់ស្វែងរកហ្នឹងទៅនឹងបង្ហាញព័ត៌មាននៅទាំងអស់ហើយឃើញទេហើយបន្ថែមពីនឹងទៀតលក្ខណៈពិសេសមួយទៀតហ្នឹងគឺ on screen translation មានន័យថាជាការបកប្រែភាសានៅលើអេក្រង់យើងឃើញភាសាអង់គ្លេសអញ្ចឹងយើងគ្រាន់តែចុច home screen នឹងដដែលហើយបកប្រែទៅហើយក៏អាចគ្រប់គ្រងជាមួយនឹងភាសាខ្មែរដែរការបកប្រែពេលខ្លះនៅមានកំហុសបច្ចេកទេសតិចតួចតែអីទេយើងអាចមើលយល់មុខងារមួយទៀតគឺ AI Photo Erase នៅក្នុងករណីបែបនេះយើងថតចឹងហ្នឹងថតរូបសង្សារយើងតែដោយជន់ទី3ទី4ដែលយើងអត់ចង់បានលុបចេញឃើញទេស្អាតភ្លឹងតែម្ដងហ្នឹងនៅសង្សារយើងឡើងស្អាតហើយនឹងមុខងារសំខាន់មួយទៀតគឺ AI Photo Enhance មានន័យថាយើងអាចយករូបភាពមិត្តភ័ក្តិកាចាស់របស់យើងនឹងធ្វើឲ្យថ្មីវិញបានដោយយើងគ្រាន់តែបើករូបភាពយើងទៅហើយចុច AI Enhance ឃើញទេច្បាស់ជាងមុនឡើងថ្លាយ៉ងឃើញទេងាយនឹងគឺជាមុខងារសំខាន់ពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យា AI ដែលមាននៅក្នុង V50 Lite នេះចំពោះ V50 Lite នេះមានទម្ងន់ស្រាលបំផុតត្រឹមតែ196ក្រាមហើយមានកម្រាស់ត្រឹមតែ 7.79 សង់ទីម៉ែត្រទេចំពោះអេក្រង់វិញគឺមានទំហំ 6.77 អ៊ីងហើយជាប្រភេទអេក្រង់ដែលមានទំហំ resolution Full HD+ មាន refresh rate 120Hz សម្រាប់ការប្រើប្រាស់ទូទៅវា smooth វារលូនហើយជាមួយនឹងអេក្រង់ដែលមាន scan ក្រយៅដៃនៅក្រោមហ្នឹងអញ្ចឹងធ្វើឲ្យការប្រើប្រាស់ហ្នឹងវាងាយស្រួលជាមួយនឹងកាមេរ៉ាមុខដែលទម្លុះអេក្រង់នេះយើងអាចប្រើជា face lock in បានអាហ្នឹងគឺជាលក្ខណៈពិសេសទូទៅក្នុងការប្រើប្រាស់ជាមួយនឹងទូរស័ព្ទនេះហើយបើសិនជាយើងសង្កេតអំពីរូបរាងវិញគឺវាមានទម្រង់ជ្រុងទៅវែងចេះហើយកោងគែមគ្រប់ជ្រុងទាំងអស់ហើយចំពោះអេក្រង់វិញគឺជាប្រភេទដែលកោងគែមក៏ប៉ុន្តែជាប្រភេទអេក្រង់រាបស្មើសម្រាប់ខ្ញុំវិញគឺខ្ញុំចូលចិត្តប្រភេទអេក្រង់ដែលរាបស្មើជាជាងអេក្រង់ដែលវាកោងគែមណាកោងគែមប៉ោងឡើងហ្នឹងគឺវាអាសាប៉ះអញ្ចឹងនេះជាប្រភេទអេក្រង់រាបស្មើក៏ប៉ុន្តែកោងគ្រប់ជ្រុងទាំង4ទូ
ศัพท์นั้นคือអាចដាក់ wallpaper ជាវីដេអូបាននេះឥឡូវខ្ញុំថតជាវីដេអូយើងសេរីពលឺចុះឡើងតិចតួចទៅតាមលក្ខខណ្ឌពលឺផ្សេងៗគ្នាហើយគ្រាន់តែយើងថតប៉ុណ្ណាសេវទុកប៉ុណ្្នឹងចុះមើលមិញខ្ញុំថតរូបត្រីហ្នឹងណានេះរូបហ្នឹងចុចកន្លែងនេះមកចុចកន្លែង3គ្រាប់នេះណាហើយយក set as wallpaper ឃើញអត់ជ្រើសរើសប៉ុណ្ណឹងមកហើយចុចថា tick V50 line នេះគឺមាន dual stereo speaker នេះ speaker នៅខាងលើនេះ2 speaker នៅខាងក្រោមនេះ2ដែរហើយមានដោយ USB Type C ប៉ុន្តែ USB Type C នេះគឺជាប្រភេទ USB 2.0 ទេ OTG support មួយ keyboard ម៉ៅអីមែនប៉ុន្តែជាប្រភេទ USB 2.0 នេះណាហើយកន្លែងនេះគឺជាកន្លែងដាក់ SIM ប្រើ SIM បាន2ហើយនេះគឺជារុន microphone មួយនៅខាងក្រោមហើយជាមួយនឹងរុន microphone មួយទៀតនៅខាងលើអញ្ចឹងវាអាចជួយបន្ថែមការស្រូបសំឡេងនឹងបានល្អហើយជាមួយនឹងកាត់សំឡេងមកពីខាងក្រៅនៅផ្នែកខាងនេះវិញគឺមានប៊ូតុងបិទបើកហើយជាមួយនឹងប៊ូតុងឡើងសលេងនិងបន្ថយសលេងចំណាប់អារម្មណ៍មួយទៀតគឺវាមានជម្រើសពណ៌2គឺ Titanium Gold ហើយជាមួយនឹង Phantom Black ចូលចិត្តមួយណាដែរហើយហ្នឹង model ថ្មីរបស់ Vivo ហើយ V50 Lite Vivo